ហេតុអ្វីបានជាមនុស្សយន្តបានត្រឹមតែមួយកណ្ដាប់ដៃទោះជាយ៉ាងណាវាទទួលបានពិន្ទុខ្ពស់ 8.3 មនុស្សជិត 280,000 បានផ្ដល់ការពិនិត្យវិជ្ជមាននៅក្នុង Iron Fist Wolverine ដោយមានជំនួយពីមនុស្សយន្តដែលគាត់បានរកឃើញនៅក្នុងកន្លែងចោលសម្រាមជំនះរាល់ឧបសគ្គបានយកឈ្នះលើមនុស្សយន្តជាច្រើននៅក្នុងការប្រកួតប្រជែងអាជីពនេះក៏បានធ្វើឲ្យពួកគេល្បីល្បាញផងដែរទីបំផុតពួកគេបានជំទាស់វាគឺជាទេវកថាដែលមិនធ្លាប់ចាញ់ក្នុងសង្វៀនអាជីពចោលរដូវកាលនេះ Spurs សម្រេចបានការឈ្នះ28ប្រកួតទោះជាយ៉ាងណាក៏ដោយសូម្បីតែប្រឈមមុខនឹងកំណត់ត្រាដ៏គួរឲ្យភ័យខ្លាចបែបនេះក៏ដោយឪពុកនិងកូននៅស្ងៀមហើយតែងខ្លួនពួកគេជឿយ៉ាងមុតមមខ្ញុំអាចលេចធ្លោក្នុងការប្រកួតប្រជែងនេះពេលដែលកណ្ដឹងបានបន្លឺឡើងការប្រកួតចាប់ផ្ដើមជាផ្លូវការពួកគេទាំងពីរដើរទៅកណ្ដាលសង្វៀនដោយមិននឹកស្មានដល់ Sis បានផ្ដួល Adam ដល់ដីដោយកណ្ដាប់ដៃតែមួយហ្វូងមនុស្សបានផ្ទុះឡើងក្នុងការអបអរសាទរអំណាចនៃកណ្ដាប់ដៃនេះ Adam ស្ទើរតែធ្លាក់ Sis មើលគាត់ដោយមើលងាយបន្ទាប់មកលើកដៃទាំងពីរឲ្យខ្ពស់ដើម្បីបង្ហាញពីភាពលេចធ្លោរបស់គាត់ដល់មនុស្ស50នៅក្រោមការស្រែកឥតឈប់ឈររបស់ពូចក Adam បានតស៊ូនឹងជើងរបស់គាត់ប៉ុន្តែ Sis បានឃើញរឿងនេះការវាយគ្នាមួយគ្រាប់ទៀតបានធ្វើឲ្យគាត់ដួលក្នុងរយៈពេលតិចជាង10វិនាទី Adam ត្រូវបានគេទម្លាក់ពីរដងជាប់គ្នាលទ្ធផលនៃការប្រកួតនេះគឺស្ទើរតែប្រាកដសូម្បីតែ Wolverine ក៏មិនដឹងពីរបៀបឈ្នះដែរអ្វីដែលពួកគេអាចធ្វើបានគឺស្រែកយ៉ាងខ្លាំងថាដមកទេពីចំហៀងយើងត្រូវក្រោកឡើងទទួលខ្ញុំជាសំណាងល្អ Adam បានលើការស្រែករបស់ Mark បន្ទាប់មកគាត់បានតស៊ូនឹងជើងរបស់គាត់ប៉ុន្តែតើការក្រោកឈរឡើងនឹងធ្វើអ្វីល្អប្រឈមមុខនឹងគូប្រជែងដ៏មានឥទ្ធិពលគាត់គ្មានឱកាសវាយបកវិញតតែសោះ Adam ត្រូវបានរុញចូលទៅក្នុងជ្រុងដោយ Sis បន្ទាប់មកប្រើកណ្ដាប់ដៃធារីសាការវាយប្រហារចុងក្រោយដ៏រំភើបជាមួយនឹងកណ្ដាប់ដៃដែកដ៏មានឥទ្ធិពល Adam បានញ័រខ្លួនហើយមិនព្រមដួលឃើញបែបនេះ Sis បានដល់គាត់ម្ដងទៀតនេះគួរតែជាការបញ្ចប់សមរភូមិទាំងស្រុង Max មើលទៅអន់ចិត្តប៉ុន្តែ Adam បានធ្លាក់ក្នុងស្ថានភាពស្លាប់រួចទៅហើយនៅពេលដែលអាញាកណ្ដាលរាប់ថយក្រោយការប្រកួតជិតបញ្ចប់ហើយដោយមិននឹកស្មានដល់ Adam បានក្រោកឈរឡើងម្ដងទៀតទស្សនិកជនមិនគួរឲ្យជឿដូច្នេះពួកគេទាំងអស់គ្នាចាប់ផ្ដើមអបអរ Adam ក្រោកឈរហើយគ្រប់ក្បាលរបស់គាត់យ៉ាងតឹងដោយដៃទាំងពីរបន្ទាប់មកចាប់យកឱកាសដើម្បីបើកការវាយប្រហារដំបូងអាហារថ្ងៃត្រង់នៅលើភពផែនដីកណ្ដាប់ដៃរបស់ Season Stone ស្ទើរតែបានផ្ដួល Sis ចេញពីប្រាជ្ញារបស់គាត់ដោយមិននឹកស្មានដល់ Adam ដែលរងការវាយប្រហារដោយអសកម្មនោះអាចទប់ទល់បានភ្លាមតាមការបញ្ជារបស់ពូចក Adam ចាប់ផ្ដើមសងសឹកយ៉ាងខ្លាំងមួយសន្ទុះ Sis ត្រូវបានគេចាប់បានពីការយាមនិងការបាត់បង់មួយចំនួនជាសំណាងល្អប្រតិបត្តិក៏បានធ្វើការកែតម្រូវទាន់ពេលវេលា Sis បានគេចខ្លួនហើយបានបង្ហាញខ្លួននៅពីក្រោយគាត់បន្ទាប់មកគាត់ចាប់ផ្ដើមគប់ធំដាវយ៉ាងខ្លាំងមកលើគាត់ Adam អាចរារាំងដោយអាកម្មប៉ុន្តែ Sis បានលើកដៃការពាររបស់គាត់ត្រូវបានគេវាយយ៉ាងខ្លាំងនៅក្នុងពោះខ្ញុំមិនដែលរំពឹងថាសមត្ថភាពរៀនរបស់គាត់នឹងខ្លាំងនោះទេ Sis ដោយធុញទ្រាន់នឹងការពន្យាពេលបន្ថែមទៀតបានរៀបចំដើម្បីបញ្ចេញកណ្ដាប់ដៃដ៏មានឥទ្ធិពលរបស់គាត់ឆាប់បញ្ចប់គូប្រកួតដោយនឹកស្មានមិនដល់កណ្ដឹងក៏បន្លឺឡើងភ្លាមនៅពេលនោះ Sis ត្រូវបានបង្ខំឲ្យដកកណ្ដាប់ដៃដ៏មានអានុភាពរបស់គាត់ហើយត្រឡប់ទៅកន្លែងសម្រាប់វិញឪពុកនិងកូនក៏ចាប់ផ្ដើមប្រណាំងប្រជែងនឹងពេលវេលាជួសជុល Adam ទោះជាយ៉ាងណាស្ថានភាពរបស់គាត់ច្បាស់ជាមិនមានសតិនិយមទេផ្នែកជាច្រើនដំណើរការខុសប្រក្រតីជាសំណាងល្អមុនពេលការប្រកួតចាប់ផ្ដើមពួកគេបានជួសជុល Adam ជំទី2ភ្លាមបានធ្វើតាម Sis កាន់តែឈ្លានពានក្នុងជំនេះគាត់ឡើងមកដូចជាកូនរបស់ Len Chao បោះ Adam ទៅឆ្ងាយអ្វីដែលក្រុមរបស់ Sis មិននឹកស្មានដល់នោះគឺ Adam គឺដូចជាកន្លាតដែលមិនអាចសម្លាប់បានមិនថាអ្នកដួលប៉ុន្មានដងទេអ្នកអាចងើបឡើងវិញបានលើសពីនេះទៅទៀតក្រោមការគ្រប់គ្រងរបស់ Wolfman វាក៏អាចសងសឹកម្ដងការផងដែរដូច្នេះហើយពួកគេបានរួចផុតពីជុំទី2យើងបានឈានដល់ជុំទី3នៅក្នុងជុំនេះ Adam ចាប់ផ្ដើមបន្តិចម្ដងគាត់បានប្រយុទ្ធ Sis ឲ្យឈរស្ងៀមមើលទស្សនិកជនមិនបានឃើញការប្រកួតដ៏អស្ចារ្យបែបនេះយូរមកហើយក្នុងការប្រយុទ្ធគ្នារវាងខ្លាពីរសត្វមួយនឹងត្រូវរងរបួសដោយជិះមិនរួចមិនយូរប៉ុន្មាន Adam មិនអាចទប់ទល់នឹងសម្ពាធបានទេគាត់ត្រូវបានគេវាយនឹងដីដោយកណ្ដាប់ដៃតែមួយទោះយ៉ាងណាក៏ដោយគ្រាន់តែនៅក្នុងសកលលោកពេលដែលសៃគិតថាការប្រយុទ្ធបានបញ្ចប់ Adam បានក្រោកឈរម្ដងទៀតបន្ទាប់មក Wolverine បានចាប់ផ្ដើមជួសជុលបន្ទាន់លើគាត់ដូច្នេះហើយពួកគេបានឈានដល់ទឹកទី4កំហុសជាបន្តបានធ្វើឲ្យក្រុមរបស់ Sis មានការខឹងសម្បារយ៉ាងខ្លាំងដូច្នេះគេលែងមើលស្រាលសត្រូវរបស់ខ្លួនទៀតហើយចាប់ផ្ដើមចេញទាំងអស់គ្នាទោះបីជា Adam បានប្រើភាពរហ័សរហួនរបស់គាត់ដើម្បីគេចពីការវាយប្រហារដ៏សាហាវក៏ដោយប៉ុន្តែ Sis បានចាប់គាត់ដោយថ្ងាសបន្ទាប់មកកណ្ដាប់ដៃធារីសាស្ត្រដ៏មានឥទ្ធិពលកណ្ដាប់ដៃនេះបានបំផ្លាញឧបករណ៍សម្គាល់ការនិយាយរបស់ Adam ដោយផ្ទាល់មិនអាចទទួលពាក្យបញ្ជារបស់ Wolverine បានទេទាញយកប្រយោជន៍ពីស្ថានភាព Sis ចាប់ផ្ដើមចុចអត្ថប្រយោជន៍របស់គាត់វាបានវាយជំនះរបស់ Adam យ៉ាងសាហាវ Wolfman បានត្រឹមតែមើលពីចំហៀងប៉ុណ្ណោះតែគ្មានវិធីដើម្បីដោះស្រាយវាទេបន្ទាប់មករូបកាយរបស់ Adam ចាប់ផ្ដើមជក់បារេសំឡេងរ៉ូតបានបន្លឺឡើងម្ដងទៀតក្នុងគ្រាមានវិបត្តិនេះបានសង្គ្រោះជីវិតរបស់ Adam ប៉ុន្តែឥឡូវនេះការទទួលស្គាល់សំឡេងរបស់គាត់ត្រូវបានខូចមិនអាចបន្តហ្គេមបានទេចောက်ពូចង់ខឹងប៉ុន្តែកូនប្រុសរបស់គាត់បាននិយាយថាគាត់មានគំនិតផ្សេងទៀតតាមឡើយនៅដើមដំបូងនៃការស្ដារឡើងវិញរបស់ Adam Max បានដំឡើងកម្មវិធីត្រាប់តាមគាត់ម្យ៉ាងទៀតគាត់អាចយកតម្រាប់តាមទង្វើរបស់ Wolverine អនុញ្ញាតឲ្យគាត់ប្រយុទ្ធចុងក្រោយជាមួយ Sis ដំបូង Wolverine នៅតែបដិសេធសំណើរបស់កូនប្រុសគាត់ប៉ុន្តែនៅពេលដែលអ្នកឃើញសកលលោកទិដ្ឋភាពក្រុមគួរឲ្យរន្ធត់ពូចកបានយល់ព្រមដូច្នេះគាត់ចាប់ផ្ដើមផ្ដល់ដំបូន្មានចុងក្រោយដល់ Adam អ្នកអាចលឺខ្ញុំប៉ុន្តែអ្នកអាចឃើញខ្ញុំដូច្នេះមើលខ្ញុំមើលខ្ញុំឥឡូវអ្នកកំពុងនិយាយជាមួយមនុស្សយន្តដែលខ្ញុំស្គាល់ពិតមាត់មើលខ្ញុំពេលកណ្ដឹងបន្លឺឡើងការប្រកួតទី5នឹងចុងក្រោយបានចាប់ផ្ដើមជាផ្លូវការហើយបទចម្រៀងប្រយុទ្ធបានចាប់ផ្ដើមដូច្នេះហើយ Wolfman បានដឹកនាំ Adam ពីក្រោមឆាកសងសឹកក្នុងការឆ្លើយតបទៅនឹងចលនារបស់គាត់នេះគឺសំខាន់ដូចជា Wolverine Plan Sis ទោះបីជាតែងតែស្ថិតក្នុងស្ថានភាពអកម្មក៏ដោយប៉ុន្តែទាំងអស់នេះគឺជាផ្នែកមួយនៃផែនការរបស់គាត់មិនយូរប៉ុន្មាន Sis បានបង្ហាញសញ្ញានៃភាពមិនធម្មតាដោយសារតែការប្រយុទ្ធយូរថ្មរបស់គាត់នៅសល់តិចជាង20ដូច្នេះ Wolfman ចាប់ផ្ដើមចំអក Sis សកម្មភាពនេះបានធ្វើឲ្យអ្នករចនារបស់ Sis ខឹងដូច្នេះគាត់បានទាញប្រតិបត្តិកោចុះសកម្មភាពគួរឲ្យរំភើបគាត់បានបញ្ចេញការដាវយ៉ាងខ្លាំងមកលើ Adamគាត់ដឹងតិចតួចថាគាត់បានធ្លាក់ចូលទៅក្នុងអន្ទាក់របស់ Wolverine ខណៈពេលកំពុងបើកការវាយប្រហារដ៏កំសាកធម្មពលរបស់ Sis ក៏ថយចុះយ៉ាងឆាប់រហ័សហើយ Adam ក៏បានប្រើរាងកាយរបស់គាត់ដើម្បីទប់ទល់នឹងការវាយដងដល់ការលេងពេញលេញទៅចលនារបស់ Sis បានថយចុះភ្លាមច្បាស់ណាស់ថ្មគឺទៀបវាដល់ពេលដែលត្រូវសងសឹកហើយកណ្ដាប់ដៃនេះផ្ដល់ក្តីសង្ឃឹមដល់មនុស្សគ្រប់គ្នា Sis ត្រូវបានបញ្ចេញភ្លាមដោយគ្មានធម្មពលពេលឃើញបែបនេះអ្នករចនាបានបើកដំណើរការរបៀបដោយដៃភ្លាមប៉ុន្តែនេះបានคล้ายទៅជាការប្រយុទ្ធគ្នាដាច់ខាតរវាងមនុស្សប៉ុន្តែតើគាត់អាចคล้ายជាអតីតអ្នកប្រដាល់អាជីព Wolf យ៉ាងដូចម្តេចគូប្រជែងរបស់ពូកណ្ដាប់ដៃនេះប្រព័ន្ធនេះត្រូវបានបំផ្លាញស្ទើរតែដោយ Sis បន្ទាប់មកច្របាច់គាត់ចូលជ្រុងមួយហើយវាយគាត់ដោយគ្មានមេត្តាចាក់វាលដែលមិនចេះរីងស្ងួតត្រូវបានគេវាយធ្វើបាបយ៉ាងខ្លាំងដែលគាត់អស់កម្លាំងដើម្បីទប់ទល់កណ្ដាប់ដៃដ៏មានឥទ្ធិពលចុងក្រោយបានផ្ដួល Sis ដល់ដីដោយជោគជ័យនោះជាការត្រឹមត្រូវដែល Adam Zoss បានកាត់បន្ថយដ៏ធំមួយបន្ទាប់ពីបរាជ័យរាប់មិនអស់
ទីបំផុតពួកគេបានយកឈ្នះ CS ការចាប់ផ្ដើមដ៏រៀបរៀបរហូតដល់ការឡើងភ្នំទុននិយមនិងការឡើងក្រុងរីកទោះបីជានៅទីបញ្ចប់ Popol CS ក្រោកឡើងម្ដងទៀតប៉ុន្តែគាត់បានប្រឈមមុខនឹងអាដាមដែលមិនអាចបញ្ឈប់បានពួកគេគ្មានអំណាចទាំងស្រុងក្នុងការវាយបកវិញការប្រកួតនេះត្រូវបានបញ្ចប់ដោយសម្លេងកណ្ដឹងអ្នករចនារូបនេះខឹងខ្លាំងរហូតវាយកំទេច monitor អ្នកទស្សនាទាំងអស់ប្រញាប់ប្រញោលទៅកាន់សង្វៀងនៅពេលចៅក្រមប្រកាសសាលក្រមដោយសារតែ4ជុំដំបូងអាដាមតែងតែការពារនឹងវីឡូដូច្នេះគាត់មិនបានប្រមូលពិន្ទុច្រើនទេទីបំផុតអាញាកណ្ដាលបានផ្ដល់ពិន្ទុដល់អាដាម47ពិន្ទុ CS 48ពិន្ទុ CS បានឈ្នះជើងឯករបស់គាត់ដោយពិន្ទុតែមួយដោយជោគជ័យក្នុងការការពារតំណែងរបស់គាត់ម្ដងទៀតប៉ុន្តែពិន្ទុមិនសំខាន់នោះទេឥឡូវនេះគ្រប់គ្នាគិតថាអាដាមបានយកឈ្នះគាត់នៅពេលដែល CS ត្រូវបានសួរដោយម្ចាស់ផ្ទះតើអ្នករចនាមានគំនិតយ៉ាងណាក្នុងព្រឹត្តិការណ៍នេះគាត់ខឹងខ្លាំងពេកក៏ចាក់ចេញការផ្ដោតអារម្មណ៍នៃព្រឹត្តិការណ៍ទាំងមូលគឺឥឡូវនេះពួកគេទាំងអស់ផ្ដោតលើ Max ហើយទស្សនិកជនក៏បានឲ្យអាដាមវាត្រូវបានគេផ្ដោតជាចំណងជើងចុះក្រោមខ្លាំងណាស់ពួកគេបានហៅរាងកាយរបស់អ្នកថាជាជើងឯករបស់ប្រជាជនរួចហើយនោះហើយជាអ្វីដែលអ្នកនិយាយទៅកាន់នោះជើងឯករបស់ប្រជាជនស្ដាប់ទៅល្អណាស់សម្រាប់ខ្ញុំបាទ